សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងនិទានថ្មីមួយជូនបងប្អូនស្ដាប់ទាំងអស់គ្នាហើយសម្រាប់បងប្អូនមិនទាន់ចុច Subscribe សូមជួយចុចម្នះមួយដើម្បីទទួលបានវីដេអូថ្មីៗពីយើងខ្ញុំតោះកុំឲ្យបងប្អូនរងចាំយូរចូលទៅកាន់សាច់រឿងទាំងអស់គ្នាសូមជូនរឿងខ្មោចមកលេងពេលរាត្រីរឿងនេះកើតឡើងចំពោះបុរសម្នាក់ឈ្មោះតារាកាលពីថ្មីនេះគាត់គឺជាអ្នកធ្វើការនៅភ្នំពេញដែលមានការនឿយហត់នឹងការងារខ្លាំងទើបសម្រេចចិត្តដាក់ច្បាប់សម្រាកទៅលេងស្រុកកំណើតរបស់មិត្តភក្តិជិតស្និទ្ធម្នាក់ឈ្មោះសម្បត្តិនៅឯខេត្តកំពង់ឆ្នាំងដើម្បីលំហែខួរក្បាលផ្ទះរបស់សម្បត្តិមិនមែនស្ថិតនៅក្នុងទីប្រជុំជននោះទេតែវាស្ថិតនៅក្នុងភូមិមួយដែលដាច់ឆ្ងាយពីគេដែលហុំព័ទ្ធទៅដោយព្រៃឈើធំៗនិងជួរភ្នំអ្វីដែលធ្វើឲ្យបរិយាកាសនៅទីនោះកាន់តែស្ងាត់ជ្រងំខ្លាំងគឺនៅខាងក្រោយផ្ទះរបស់សម្បត្តិប្រហែល300ម៉ែត្រមានវត្តចាស់បុរាណមួយដែលមានដើមឈើទាលធំដុះជុំវិញជាច្រើននិងជាដីចាស់តម្រៀបគ្នាជាជួរមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ផ្ទះរបស់សម្បត្តិជាផ្ទះឈើបុរាណសង់ខ្ពស់ផុតពីដីសសរធ្វើពីឈើមូលធំដែលប្រែពណ៌ទៅជាខ្មៅដោយសារអាយុកាលរបស់វាដោយសារតែតួផ្ទះខាងលើក្តីស្អប់ស្អាប់នៅពេលយប់សម្បត្តិបានបបួលតារាឲ្យមកក្រៅកន្ទេលគេងនៅលើគ្រែអំពើបារាំងនៅក្រោមផ្ទះវិញព្រោះមានខ្យល់អាកាសត្រជាក់ល្អយប់ដំបងបានមកដល់ម៉ោងប្រហែល11យប់ភាពស្ងប់ស្ងាត់បានចូលមកគ្របដណ្ដប់ពីងភូមិសំឡេងសត្វពេលរាត្រីចាប់ផ្ដើមយំឆ្លើយឆ្លងគ្នាលាយឡំជាមួយខ្យល់បក់ពីក្រោយផ្ទះបោកបក់ស្លឹកចេកឮសូរប្រៅគួរឲ្យព្រឺក្បាលសម្បត្តិដែលជាម្ចាស់ស្រុកបានគេងលក់ទៅបាត់ហើយដោយបន្សល់ទុកតែសំឡេងដកដង្ហើមស្មាចំណែកឯតារាវិញគាត់នៅប្រែខ្លួនចុះឡើងព្រោះមិនទម្លាប់នឹងកន្លែងថ្មីនេះនៅពេលដែលគាត់កំពុងតែលងលក់ភ្នែករបស់គាត់ចាប់ផ្ដើមធ្ងន់ខ្លាំងស្រាប់តែមានអារម្មណ៍ថាត្រជាក់ចុងដៃចុងជើងខកពីធម្មតាហាក់ដូចជាមានដុំទឹកកកមកប៉ះតារាចង់ស្រែកហៅមិត្តភក្តិតែសំឡេងគាត់កប់នៅក្នុងបំពង់ករាងកាយរបស់គាត់ដូចគេចងជាប់នឹងគ្រែនេះជាអាការៈខ្មោចសង្កត់ក្នុងភាពស្រពេចស្រពើក្រោមពន្លឺប្រាក់ច័ន្ទដែលចេះចូលតាមចន្លោះដើមឈើតារាបានបើកភ្នែកតិចហើយអ្វីដែលគាត់បានឃើញធ្វើឲ្យបេះដូងគាត់ស្ទើរតែគាំងម្ដងនៅចុងជើងរបស់គាត់មាននារីម្នាក់សក់វែងអន្លាយបិទបាំងមុខមាត់ពាក់អាវសដាច់រហែកកំពុងតែវាយឺតឡើងមកលើខ្លួនរបស់គាត់នាងមិនមែនជាមនុស្សទេក្លិនស្អុយរលួយដូចសាកសពដែលស្លាប់រាប់ថ្ងៃបានសាយភាយចូលក្នុងច្រមុះតារានារីនោះវាមកដល់ទ្រូងរបស់គាត់រួចសម្លឹងមុខគាត់ដោយប្រើកែវភ្នែកពណ៌ក្រហមឆេះផ្ទៃមុខរបស់នាងពោពេញទៅដោយដំបៅនិងមានឈាមហូរតាមរន្ធភ្នែកនាងបាននិយាយថាមកដេកកន្លែងយើងធ្វើអីសំឡេងគួរឲ្យខ្លាចខ្លាំងបានលឺឡើងក្បែរត្រចៀកតារាខំប្រឹងរើបំរាស់តែកាន់តែរើស្រមោលខ្មោចស្រីនោះកាន់តែសង្កត់ខ្លាំងទៅធ្វើឲ្យគាត់ពិបាកដកដង្ហើមមិនរួចនាងបានអូនមុខចុះមកក្បែរមុខរបស់គាត់រហូតទាល់តែសក់ស្អើមស្អិតរបស់នាងប៉ះនឹងថ្ពាល់របស់គាត់តារាភ័យខ្លាចបំផុតរហូតដល់គាត់សន្លប់បាត់ស្មារតីនៅក្នុងសុបិនដ៏អាក្រក់នោះព្រឹកឡើងសម្បត្តិបានដាស់តារាឲ្យភ្ញាក់តារាភ្ញាក់ឡើងដោយទឹកមុខស្លេកស្លាំងខ្លួនប្រាណរបស់គាត់ក្តៅងុំដូចភ្លើងគាត់មានអារម្មណ៍ថាអស់កម្លាំងរលីងឯងកាត់អីនឹងតារាមុខស្លេកណាស់សម្បត្តិសួរដោយក្តីបារម្ភតារាមិនហ៊ាននិយាយប្រាប់ការពិតទេព្រោះខ្លាចមិត្តភក្តិថាគាត់ចេះតែគិតច្រើនគាត់គ្រាន់តែតបថាប្រហែលជាផ្លាស់ប្ដូរកន្លែងទើបមិនសូវស្រួលខ្លួនប៉ុន្តែតារាមិនដឹងទេថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះវិញ្ញាណខ្មោចស្រីដ៏កាចសាហាវដែលនៅក្បែរវត្តនោះមិនមែនគ្រាន់តែមកលេងម្ដងទេនាងនឹងមកលេងជាមួយគាត់រៀងរាល់យប់រហូតទាល់តែគាត់ស្គមរីងរៃពេញមួយថ្ងៃនោះតារាអង្គុយសញ្ជឹងគិតដោយមិននិយាយស្ដីច្រើន
ទូបីជាសម្បត្តិព្យាយាមនាំដាលេងក្នុងភូមិឬរកម្ហូបឆ្ងាញ់ៗមកឲ្យញ៉ាំក៏តារានៅតែមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នងនិងហាក់ដូចជាមានភ្នែកមួយគូកំពុងលួយសម្លឹងមើលគាត់គ្រប់ពេលវេលាជាពិសេសនៅពេលដែលគាត់ងាកទៅមើលកំពូលចេតិយក្នុងវត្តចាស់នៅក្រោយផ្ទះព្រះអាទិត្យចាប់ផ្ដើមលិចពន្លឺថ្ងៃដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅក៏រលត់ទៅបន្សល់ទុកតែភាពងងឹតដែលចូលមកគ្របដណ្ដប់ភូមិម្ដងទៀតចិត្តរបស់តារាចាប់ផ្ដើមភ័យញាប់ញ័រព្រោះគាត់ខ្លាចហេតុការណ៍យប់មីងកើតឡើងម្ដងទៀតយប់នេះយើងដេកលើផ្ទះវិញទេតារាសួរមិត្តភក្តិទាំងសំឡេងញ័រញ័រសម្បត្តិសាយតិចរួចតបថាអូលើផ្ទះក្ដៅណាស់តារាអើយដេកមិនលក់ទេដេកក្រោមផ្ទះនឹងហើយខ្យល់ត្រជាក់ស្រួលឯងកុំគិតច្រើនពេកមកដេកមកដោយមិនអាចប្រកែកបានតារាក៏បង្ខំចិត្តមកដេកលើគ្រែឈើដដាលនោះម៉ោង12អាធ្រាត្រឈានចូលមកដល់សម្បត្តិបានដេកលុកបាត់ទៅហើយប៉ុន្តែតារាវិញគាត់មិនហ៊ានសូម្បីតែបិទភ្នែកគាត់ដេកបើកភ្នែកធំសម្លឹងមើលទៅលើពីតានផ្ទះដែលធ្វើពីក្តារចាស់ភ្លាមនោះសំឡេងឆ្កែនៅក្នុងវត្តចាប់ផ្ដើមលូមួយគួរឲ្យខ្លាចខ្យល់ដែលធ្លាប់តែបក់ត្រជាក់ស្រាប់តែប្រែជាស្ងប់ឈឹងក្លិនស្អុយរលួយដែលគាត់ធ្លាប់ធំកាលពីយប់មិញបានត្រឡប់មកមិញហើយវាស្អុយខ្លាំងរហូតដល់តារាស្ទើរតែក្អួតសំឡេងដូចគេយកក្រចមកកោសឈើបន្លឺឡើងវាមិនមែនមកពីណាឆ្ងាយទេគឺចេញមកពីសសរគ្រែដែលតារាកំពុងដេកតារាខំប្រឹងងាកក្បាលទៅមើលជើងគ្រែទាំងភ័យខ្លាចក្រោមពន្លឺភ្លើងចាំងពីផ្លូវលំគាត់បានឃើញដៃមួយដៃស្គមស្ងួតដែលមានក្រចកវែងពណ៌ខ្មៅកំពុងតែតោងសសរគ្រែឡើងមកយឺតបន្ទាប់មកក្បាលរបស់នាងក៏លេចចេញមកសក់ក្បាលកន្ទ្រឿងវែងអន្លាយដុះបិទបាំងមុខពាក់កណ្ដាលនាងវាឡើងមកលើចុងជើងរបស់តារាដោយសត្វធាតុលើកនេះតារាមិនត្រូវបានខ្មោចសង្កត់ទេគាត់អាចកម្រើកបានប៉ុន្តែភាពភ័យខ្លាចធ្វើឲ្យគាត់ទន់ដៃទន់ជើងរើមិនរួចខ្មោចស្រីនោះលូនចូលមកជិតមុខរបស់គាត់កាន់តែខ្លាំងរហូតដល់គាត់មើលឃើញដង្កូវតូចកំពុងវីចេញពីប្រហោងថ្ពាល់របស់នាងហាមាត់ដែលមានធ្មេញខ្មៅរួចនិយាយដោយសំឡេងគ្រែនេះជាឈើក្តារមឈូសរបស់អញយកវាមកឲ្យអញវិញតារាបោកភ្នែកធំដោយការភ្ញាក់ផ្អើលគ្រែដែលគាត់កំពុងដេកនេះតាមពិតត្រូវបានធ្វើពីឈើមឈូសដែលម្ចាស់គេមិនអនុញ្ញាតហើយឥឡូវនេះម្ចាស់គេកំពុងតាមមកទាយកវិញហើយក្រោយពីបានដឹងការពិតដ៏រន្ធត់ថាគ្រែដែលពួកគេកំពុងដេកនោះធ្វើឡើងពីឈើមឈូសតារានិងសម្បត្តិមិនហ៊ាននៅក្រោមផ្ទះទៀតទេពួកគេទាំងពីរប្រញាប់ប្រញាល់រត់ឡើងទៅលើផ្ទះទាំងភ័យស្លន់ស្លោយប់នោះគ្មាននរណាម្នាក់អាចបិទភ្នែកលោកឡើយសូម្បីតែសំឡេងខ្យល់បក់ក៏ធ្វើឲ្យពួកគេភ្ញាក់ព្រឺដាលុះព្រឹកឡើងសម្បត្តិបាននាំតារាទៅជួបលោកតាអាចារ្យនៅវត្តក្រោយផ្ទះដើម្បីសុំយោបល់និងរកវិធីដោះស្រាយគ្រាន់តែឃើញមុខតារាភ្លាមលោកតាអាចារ្យដកដង្ហើមធំរួចមានប្រសាសន៍ចៅឯងមានគ្រោះធំណាស់វិញ្ញាណនោះតាមចងកម្មពៀមិនតាន់ទើណាទេចកគ្រែឈើនោះបានមកពីណាសម្បត្តិលុតជង្គង់ចុះរួចសារភាពប្រាប់លោកតាថាពូរបស់ខ្លួនបានទិញឈើចាស់និងឈើខ្លះដែលសល់ពីការដុតសពសម័យមុនយកមកធ្វើជាគ្រែដើម្បីសន្សំសំចៃលោកតាអាចារ្យគ្រវីក្បាលខុសហើយចៅឈើនោះមានម្ចាស់គេនៅកាន់ខ្មោចស្រីដែលចៃឃើញនោះប្រហែលជាម្ចាស់ក្តារមឈូសដែលគេយកមកធ្វើជាក្បាលគ្រែនោះហើយនាងមិនអាចទៅចាប់ជាតិបានព្រោះកន្លែងដែលនាងត្រូវស្នាក់នៅមឈូសត្រូវបានគេរុះរើបំផ្លាញលោកតាបានបង្គាប់ឲ្យសម្បត្តិនិងតារាត្រឡប់ទៅផ្ទះវិញរុះរើគ្រែអំពិលបារាំងនោះជាបន្ទាន់ហើយយកឈើទាំងអស់មកដុតក្នុងវត្តដើម្បីឧទ្ទិសកុសលជូនម្ចាស់ដើមពួកគេបានធ្វើតាមបង្គាប់ភ្លាមនៅពេលដែលតារានិងសម្បត្តិកំពុងជួយគ្នារុះរើគ្រែស្រាប់តែមានហេតុការណ៍ចម្លែកមួយកើតឡើងនៅត្រង់ក្បាលគ្រែមានឈើមួយបន្ទះដែលមានស្នាមអក្សរចាស់ឆ្លាក់ជាប់ថាម៉ាលី1975នេះគឺជាឈ្មោះរបស់ម្ចាស់មឈូសតារាឃើញហើយព្រឺសម្បល់ខ្ញាកព្រោះឈ្មោះនេះហើយដែលគាត់បានឮសំឡេងខ្សឹបហៅនៅក្នុងយល់សបិតពេលយកឈើមកបើវត្ត
ពិធីបង់សុគល់និងដុតឈើក៏ចាប់ផ្ដើមភ្លើងឆាបឆេះឈើចាស់ចាស់យ៉ាងសន្ធោសន្ធៅផ្សែងខ្មៅហុយត្រឡប់ឡើងទៅលើអាកាសនៅពេលដែលព្រះសង្ឃកំពុងសូត្រធម៌តារាដែលកំពុងអង្គុយបិទភ្នែកប្រណាំដៃស្រាប់តែមានអារម្មណ៍ថាធ្ងន់ខ្លួនម្ដងទៀតប៉ុន្តែលើកនេះមិនមែនជាការគំរាមកំហែងទេគាត់បានឃើញខាងនិមិត្តរូបភាពនារីម្នាក់នោះឈរនៅក្នុងអណ្ដាតភ្លើងមុខរបស់នាងលែងមានដំបៅនឹងឈាមទៀតហើយនាងមានទឹកមុខស្ងប់សុខញញឹមដាក់គាត់បន្តិចរួចក៏រលាយបាត់លោកតាអាចារ្យមានប្រសាតិចតិចក្រោយបញ្ចប់រឿងរ៉ាវទាំងអស់នេះតារាក៏ប្រញាប់ត្រឡប់មកភ្នំពេញវិញភ្លាមមិនហ៊ាននៅបន្តសូម្បីតែមួយយប់ទោះបីជាពេលនេះគាត់មានសុវត្ថិភាពហើយក្តីប៉ុន្តែបទពិសោធន៍នៅខេត្តកំពង់ឆ្នាំងមួយនេះបានធ្វើឲ្យគាត់រៀងចាលមួយជីវិតតារាលែងហ៊ានដេកលើគ្រែឈើចាស់ចាស់ឬគ្រែបុរាណនៅកន្លែងដែលគាត់មិនស្គាល់ប្រវត្តិទៀតឡើយរាល់ពេលដែលឃើញគ្រែឈើចាស់ចាស់ដើម្បីរំលឹកគាត់ថារបស់ខ្លះទោះចាស់យ៉ាងណាក៏នៅតែមានម្ចាស់